ការរស់នៅឲ្យមានន័យនិងពោរពេញទៅដោយសេចក្តីសុខមិនមែនជារឿងចៃដន្យនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការជ្រើសរើសនិងការអនុវត្តទម្លាប់ល្អៗប្រចាំថ្ងៃនេះជាគន្លឹះ5យ៉ាងដើម្បីឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរទៅរកចំណុចវិជ្ជមានបំផុត 1. ថែរក្សាសុខភាពរាងកាយនិងស្មារតីចំណុចចាប់ផ្ដើមដំបូងគេបំផុតនោះគឺសុខភាពរាងកាយរបស់អ្នកគឺជាយានជំនិះតែមួយគត់ដែលនាំអ្នកទៅកាន់គោលដៅជីវិតការរស់នៅឲ្យមានភាពប្រសើរចាប់ផ្ដើមពីការគេងឲ្យបានគ្រប់គ្រាន់ការញ៉ាំអាហារដែលមានជីវជាតិនិងការហាត់ប្រាណឲ្យបានទៀងទាត់ទោះបីអ្នកចំណាយពេលហាត់ប្រាណត្រឹមតែ15នាទីក្នុងមួយថ្ងៃក៏ដោយលើសពីនេះកុំភ្លេចថែសុខភាពផ្លូវចិត្តតាមរយៈការធ្វើសមាធិឬការផ្ដល់ពេលវេលាឲ្យខ្លួនឯងបានសម្រាកពីខួរក្បាលឲ្យមានភាពស្រស់ថ្លានិងមានថាមពលក្នុងការដោះស្រាយបញ្ហាផ្សេងៗហើយលោកអ្នកអាចសម្រាកខ្លះពីការមើលបណ្ដាញសង្គមមួយចំនួនដែលមិនបានផ្ដល់ផលវិជ្ជមានដល់អ្នក 2. ការរៀនសូត្រឥតឈប់ឈរពិភពលោកយើងកំពុងតែផ្លាស់ប្ដូររាល់ថ្ងៃបើអ្នកឈប់រៀនអ្នកនឹងនៅក្រោយគេការរស់នៅឲ្យប្រសើរគឺត្រូវមានផ្នត់គំនិតរីកចម្រើនចូលចំណាយពេលអានសៀវភៅស្ដាប់ podcast ឬរៀនជំនាញថ្មីៗដែលបម្រើដល់ការងារនិងចំណូលចិត្តរបស់អ្នកការចេះដឹងកាន់តែច្រើនធ្វើឲ្យអ្នកមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងនិងអាចមើលឃើញឱកាសថ្មីៗដែលអ្នកដទៃមើលមិនឃើញផងដែរ 3. ការគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពសេរីភាពក្នុងជីវិតជារឿយៗផ្សារភ្ជាប់ជាមួយនឹងសេរីភាពហិរញ្ញវត្ថុចូលរៀនបែងចែករវាងតម្រូវការចាំបាច់និងការចង់បានតាមអារម្មណ៍ការរស់នៅឲ្យប្រសើរមិនមែនមានន័យថាត្រូវតែចាយវាយហឺហាដើម្បីបង្ហាញអ្នកដទៃនោះទេប៉ុន្តែគឺជាការមានប្រភពចំណូលច្រើនផ្លូវការសន្សំដើម្បីវិនិយោគនិងការជៀសវាងបំណុលដែលមិនចាំបាច់នៅពេលដែលអ្នកមានស្ថិរភាពហិរញ្ញវត្ថុសម្ពាធក្នុងជីវិតនឹងថយចុះហើយអ្នកនឹងមានជម្រើសកាន់តែច្រើនសម្រាប់ខ្លួនឯងផងដែរ 4. ការកសាងទំនាក់ទំនងប្រកបដោយគុណភាពមនុស្សដែលនៅជុំវិញខ្លួនអ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើសុភមង្គលរបស់អ្នកចូលចំណាយពេលជាមួយមនុស្សដែលមានផ្នត់គំនិតវិជ្ជមានការលើកទឹកចិត្តនិងជួយឲ្យអ្នករីកចម្រើនផ្ទុយទៅវិញចូលចេះកំណត់ព្រំដែនជាមួយទំនាក់ទំនងណាដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាហត់នឿយមិនមានសុវត្ថិភាពឬបាត់បង់តម្លៃខ្លួនឯងនៅក្នុងទំនាក់ទំនងនេះម្ខាងទៀតតែងតែព្យាយាមគ្រប់គ្រងឬបង្កបញ្ហាផ្លូវចិត្តដល់អ្នកជាបន្តបន្ទាប់ជីវិតដែលប្រសើរគឺជាជីវិតដែលមានមនុស្សជាទីស្រឡាញ់ចាំគាំទ្រនិងមានមិត្តភ័ក្តិដែលយល់ចិត្តគ្នាទៅវិញទៅ 5. ការរស់នៅដោយមានគោលដៅនិងការដឹងគុណសំខាន់បំផុតគឺការស្វែងយល់គោលបំណងនៃជីវិតរបស់អ្នកចូលដឹងថាអ្នករស់នៅដើម្បីអ្វីហើយធ្វើអ្វីដែលនាំឲ្យអ្នកមានមោទនភាពចំពោះខ្លួនឯងទន្ទឹមនឹងការដេញតាមក្តីសុបិនចូលរៀនដឹងគុណចំពោះអ្វីដែលអ្នកមាននៅពេលបច្ចុប្បន្នការដឹងគុណនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងមានគ្រប់គ្រាន់មិនប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃហើយវានឹងទាញយកភាពជោគជ័យនិងក្តីសុខមកកាន់ជីវិតរបស់អ្នកដោយមិនដឹងខ្លួនខ្ញុំសង្ឃឹមថាគន្លឹះទាំង5យ៉ាងនេះនឹងក្លាយទៅជាពន្លឺជួយតម្រង់ផ្លូវជីវិតរបស់អ្នកឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃការផ្លាស់ប្ដូរដ៏ធំចាប់ផ្ដើមពីជំហានតូចៗដែលអ្នកធ្វើនៅថ្ងៃនេះសូមអរគុណសម្រាប់ការតាមដានទស្សនាប្រសិនបើមានកំហុសខុសឆ្គងចំណុចណាមួយនៅវីដេអូក្រោយសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងជីវិតសូមអរគុណសូមជម្រាបលា